ប្រទេសថៃបានផ្ទុះរលកថ្មីនៃហេតុការណ៍ហិង្សាក្នុងខេត្តទាំង3នៃព្រំដែនភាគខាងត្បូងដែលក្រុមឧទាមបានធ្វើការវាយប្រហារក្នុងពេលដំណើរគ្នាមានទាំងការបំផ្ទុះគ្រាប់បែកការបាញ់ប្រហារប្លន់និងការដុតបំផ្លាញទីតាំងផ្សេងៗសរុបចំនួន51កន្លែងកាលពីយប់ថ្ងៃសៅរ៍ទី22ខែសីហាឆ្នាំ2026នេះបានឆ្លុះបញ្ចាំងពីការបរាជ័យម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលថៃទាំងកងទ័ពនិងរដ្ឋបាលមូលដ្ឋានក្នុងរយៈពេល22ឆ្នាំកន្លងមកនេះភាពចលាចលនៅក្នុងខេត្តយៈឡាប៉ាត្តានីនរាធិវត្តនិងស្រុកចំនួន4ក្នុងខេត្តសង្ខ្លាបានចំណាយប្រាក់ជិត5សែនលានបាតហេតុការណ៍ហិង្សាដោយអាវុធនៅភាគខាងត្បូងបានផ្ទុះឡើងវិញចាប់តាំងពីចុងឆ្នាំ2001ក្នុងអំឡុងពេលដែលនាយករដ្ឋមន្ត្រីថាក់ស៊ីនឈីណាវ៉ាត់ចាប់តាំងពីពេលនោះមកកម្រិតនៃអំពើហិង្សាបានកើនកាន់តែខ្លាំងឡើងជាលំដាប់រហូតដល់ដើមឆ្នាំ2004ឈានដល់ការប្លន់អាវុធពីបន្ទាយយោធាមួយកន្លែងនៅក្នុងខេត្តនរាធិវត្តដែលនាំឲ្យមានការប្រើពាក្យថាក្រុមឧទាមកងកម្លាំងឧទាមបន្តហេតុការណ៍ហិង្សាជាច្រើននិងកាន់តែធ្ងន់ធ្ងរនៅខេត្តភាគខាងត្បូងប្រទេសថៃរហូតមកដល់សព្វថ្ងៃនេះសរុបហេតុការណ៍នៃភាពចលាចលអំពើហិង្សាសរុបចំនួន1222ករណីដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន6028នាក់មានជនស៊ីវិល3666នាក់និងមន្ត្រីអាជ្ញាធរចំនួន2362នាក់និងរបួសចំនួន13737នាក់ស្ថានភាពនេះនៅតែបន្តកើតមានឡើងទោះបីបដូរនាយករដ្ឋមន្ត្រីចំនួន10នាក់មកហើយចាប់តាំងពីលោកថាក់ស៊ីនឈីណាវ៉ាត់បន្ទាប់មកគឺឧត្តមសេនីយ៍ឯកសុរយុទ្ធជូឡានុនលោកសមៈសុនថនវេទលោកស៊ុំឆាយវងសវ័តលោកអភិសិទ្ធវិជ្ជាជីវៈលោកស្រីយីងឡាក់ស៊ីណាវ៉ាត់ឧត្តមសេនីយ៍ឯកប្រយុទ្ធច័ន្ទអូឆាលោកសេដ្ឋាទ្វីសិនលោកស្រីផែថងឋានឈីណាវ៉ាត់និងចុងក្រោយគឺលោកអនុทินឆានវីរៈគុណលើសពីនេះក៏មានការបដូរមេបញ្ជាការកងទ័ពជើងគោកនិងមេបញ្ជាការភូមិភាគទី4ផងដែរហើយរដ្ឋបាលឃុំក៏បានកែប្រែសម្រួលយ៉ាងច្រើននិងផ្លាស់ប្ដូរគោលនយោបាយវិធីដោះស្រាយបញ្ហាដោយប្រើប្រាស់ទាំងការប្រើកម្លាំងនិងការចរចាជាមួយក្រុម BRN និងក្រុមផ្សេងទៀតនៅតែមិនទាន់បានជោគជ័យដដែលអំពើហិង្សានៅតែបន្តដែលធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវជាច្រើនថាបញ្ហានេះមិនអាចបញ្ចប់ទេលុះត្រាតែមានយុទ្ធសាស្ត្រដាច់ខាតនិងការប្រមូលព័ត៌មានស៊ើបការសម្ងាត់ឲ្យបានមុនពេលហេតុការណ៍កើតឡើងហេតុការណ៍វាយប្រហារក្នុងពេលដំណើរគ្នានៅទីតាំងចំនួន51កន្លែងរបាយការណ៍គិតត្រឹមម៉ោង 24:00 ថ្ងៃទី22ខែសីហាឆ្នាំ2026មានហេតុការណ៍ហិង្សាចំនួន51កន្លែងនៅខេត្តនរាធិវត្ត22កន្លែងនៅខេត្តប៉ាត្តានី11កន្លែងនិងខេត្តយៈឡា18កន្លែងលោកអេករ៉ាតឧត្តមអំនួយសមាជិកសភាតំណាងរាស្ត្រទីក្រុងបាងកកមកពីគណៈបកប្រជាជននិងជាប្រធានគណៈកម្មការកិច្ចការយោធានៃសភាតំណាងរាស្ត្រថៃបានរិះគន់ខ្លាំងចំពោះហេតុការណ៍នេះដោយបញ្ជាក់ថាវាជាសញ្ញាច្បាស់លាស់នៃការបរាជ័យនៃប្រព័ន្ធស៊ើបការសម្ងាត់និងការវាយតម្លៃការគំរាមកំហែងលោកបានអះអាងថាការវាយប្រហារក្នុងពេលដំណើរគ្នានៅទីតាំងជាង50កន្លែងតម្រូវឲ្យមានផែនការជាប្រព័ន្ធមានការចល័តកម្លាំងនិងមានកម្លាំងគាំទ្រដែលឆ្លុះបញ្ចាំងពីគម្លាតធ្ងន់ធ្ងរក្នុងការប្រមូលព័ត៌មានសម្ងាត់របស់ក្រុមអាជ្ញាធរទាំងអស់ក្នុងរដ្ឋាភិបាលហើយរដ្ឋបានចំណាយថវិកាសន្តិសុខប្រចាំឆ្នាំដ៏ច្រើនក្នុងមួយឆ្នាំរាប់ម៉ឺនលានបាតប៉ុន្តែលទ្ធផលរដ្ឋាភិបាលមិនបានធ្វើអ្វីក្រៅពីចាំទប់ទល់សភាពការលោកបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីក្នុងឋានៈជានាយកបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងឲ្យទទួលខុសត្រូវជាបន្ទាន់ចំពោះអ្នកដែលរងផលប៉ះពាល់និងអនុវត្តវិធានការជាក់ស្ដែងមិនមែនបានត្រឹមតែចេញសេចក្តីថ្លែងការណ៍ផ្អែកលើស្ថានភាពពីមួយថ្ងៃទៅមួយថ្ងៃនោះទេ